ព្រោះតាក្នុងសម័យហ្នឹងគឺតាបានបួស3ឆ្នាំតាហូបឯខ្លះនៅទូគិតដឹងហើយពេ5ទូគិតសម័យផ្ដាច់ការដូច្នេះអ្វីគ្រប់យ៉ាងដូចជាចៅនៅក្នុងតំបន់នេះมันអាចទៅណាបានទេបានគេដាក់ថាគុកអិតជាជាងគឺអ្វីឲ្យតែអង្គការគេដាក់ថាឯងត្រូវនៅភូមិនេះគឺត្រូវនៅភូមិនេះចេញទៅភូមិដទៃទៀតគ្មានការអនុញ្ញាតគឺអត់បានតែគេតាទូចេញផុតគេចាប់បានគឺគេសម្លាប់ចោលអត់មានបាននិយាយគ្នាទេនឹងគេហៅគុកអិតជាងដោយសារតែចំនួនខ្មែរក្រហមហ្នឹងខ្ញុំអត់ទាន់កើតដល់អញ្ចឹងខ្ញុំដឹងពីឪពុកម្ដាយខ្លះខ្ញុំចង់សិក្សាស្វែងយល់ខ្លួនឯងខ្លះហើយដល់ពេលបានមករៀនអញ្ចឹងទៅយើងអាចបើកសភៅមើលហើយយើងគេសិក្សាស្វែងយល់បន្ថែមទៀតទៅអាចដឹងថាតើការសម័យមុនហ្នឹងវាផលវិបាកអ្វីខ្លះជួបអ្វីខ្លះហើយដែលខ្ញុំសិក្សាមកកន្លងមកហ្នឹងគឺច្រើនតាកតងនឹងការកាត់ក្តីនឹងច្រើនតែអត់សូវយល់ដូចឥឡូវទេឥឡូវគឺបានយល់កាន់តែច្រើនហើយកាន់តែជ្រៅជ្រះជាងមុនដោយតែខ្ញុំមកជួយចេញលេខនេះដើម្បីឲ្យកូនចៅចំនួនក្រោយនឹងទទួលដឹងពីអ្វីគ្រប់យ៉ាងដែលសម័យខ្មែរក្រហមនឹងបានធ្វើហើយឲ្យចងចាប់ចងក្រងជាកម្មវិធីសិក្សាដើម្បីឲ្យដឹងថាសម័យកាល3ឆ្នាំ8ខែចាប់ពីឆ្នាំ1975រហូតដល់79នឹងគឺថាគឺជារបបមួយដ៏ឃោរឃៅបំផុតគឺមានការកាប់សម្លាប់ដោយអត់រើសមុខ